លោកតាលោកយាយបងប្អូននិងប្រិយមិត្តអ្នកស្ដាប់វិទ្យុអតីតកាលទាំងអស់គ្នាថ្ងៃនេះសូមអញ្ជើញបងប្អូនមកបន្តសន្តាប់រឿងព្រេងនិគានបុរាណខ្មែររបស់យើងទាំងអស់គ្នាតែមុននឹងចាប់ផ្ដើមវិទ្យុអតីតកាលសូមមេត្តាអភ័យទោសទុកជាមុនចំពោះរាល់កំហុសឆ្គងទាំងឡាយព្រោះការនិទាននេះគឺប្រើប្រាស់សំឡេង AI ជាជំនួយសម្រាប់បងប្អូនដែលទើបតែចូលមើលហើយមិនទាន់បានជួយ Subscribe ទេសូមមេត្តាជួយ Subscribe និង Like វីដេអូនេះម្នាក់មួយផងកុំឲ្យខាត់ពេលយូរសូមរីករាយសន្តាប់ដូចតទៅរឿងអាសង្គមបាញ់លលោកមានបុរសម្នាក់ជាកូនអ្នកត្រកូលក្រីក្របុរសម្នាក់នេះតាំងពីធំឡើងគ្មានរកស៊ីអ្វីសោះខំប្រឹងសង្វារតែខាងកាបរបាញ់តលតែស្ទាត់ជំនាញបើបុរសនោះបាញ់តម្រង់សัตว์ណាចង់ឲ្យត្រីក្បាលត្រីកឬទ្រូងរមែងត្រូវតាមបំណងតែរូបឈុំលំពួកបុរសម្នាក់នោះអាក្រក់មៀតស្គមកំប្រឹងសក់ក្រញាងមុខក្រញើសអ្នកស្រុកគេដាក់ឈ្មោះហៅថាអាសង្គមបាញ់លលោកព្រោះវាតែដើរបាញ់លលោករាល់ថ្ងៃមួយអាសង្គមបាញ់លលោកលីស្នាដើរទៅស្វែងរកបាញ់លលោកបានប្រទះឃើញភូមិសេដ្ឋីមួយមានដើមឈើដុះត្រសែត្រស៊ុំដងគុំដង្កូលជាទីលំនៅនៃបក្សីមានលលោកជាដើមសេដ្ឋីនោះជាអ្នកសម្បូរសម្បត្តិព្រមទាំងមានកូនក្រមុំ2នាក់ផងអាសង្គមបាញ់លលោកលីស្នាដើរសរសៀរតាមរបងភូមិសេដ្ឋីក៏ជួបកូនស្រីសេដ្ឋីទាំង2នាក់បណ្ដាគ្នាលេងតាមសួនច្បារក្នុងភូមិរបស់ខ្លួនដល់ដុដេដាស់ដោយផ្ការីស្គូស្កាយផ្សាយក្លិនក្រអូបឈ្ងុយឆ្ងាប់ដល់ពេលព្រឹកប្រហាំអាសង្គមបាញ់លលោកដើរសរសៀរតាមភូមិងើយមើលលើក្រែងមានសត្វលលោកទុំនៅចុងឈើកាលបើអាសង្គមបាញ់លលោកងាកភ្នែកចុះឡានចៅកន្ទុយភ្នែកទៅក្នុងភូមិខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរដែលប្រកបដោយគ្រឿងតែងប្រានមានលំអស្រស់ស្រងៅទាំងមានព្រលឹងសាច់ទ្រលុកទ្រលុននាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូងអាសង្គមបណ្ឌលោកគ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាមក៏ស្រឡំកាងភាំងស្មារតីភ្លេចខ្លួនជ្រោះទាំងស្នាទាំងព្រួយដល់ដីអាសង្គមបណ្ឌលោកតាំងពីបានឃើញកូនសេដ្ឋីក៏ស្រឡាញ់ជាប់ក្នុងចិត្តនឹកឥតភ្លេចហើយក៏ទៅដល់ផ្ទះថ្លែងប្រាប់ឪពុកម្ដាយនិយាយនឹងម្ដាយឲ្យទៅដណ្ដឹងកូនសេដ្ឋីឲ្យម្ដាយនិយាយនឹងកូនថាណែកូនម្ដេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីអីចេះបើឯងក្រីក្រភោគសម្បត្តិទាំងរូបឯងទៀតក៏អាក្រក់មិនសមនឹងកូនគេធ្វើម្ដេចគេនឹងឲ្យឯងអាសង្គមបាញ់លលោកក៏និយាយនឹងម្ដាយថាម៉ែបើម៉ែមិនទៅដណ្ដឹងឲ្យខ្ញុំទេខ្ញុំក៏អស់ឃើញមុខម៉ែក៏លែងបានឃើញមុខខ្ញុំតាំងពីថ្ងៃនេះទៅហើយម្ដាយដែលមានចិត្តអាណិតកូនឬកូននិយាយដូច្នោះក៏ស៊ូកាត់កេតខ្មាស់ទៅនិយាយស្នើការនឹងសេដ្ឋីក៏តបវិញថាខ្ញុំអ៊ឹតបោះស្អប់ក្បឿមអីកូននាងទេប៉ុន្តែកូនខ្ញុំនឹងឲ្យពុំបានដបិតមិនតាន់ក្រឹបការនឹះនាងពុននេះទុកជាស្រេចចុះកុំបាច់ទៅមកទៀតសម្ដីពុននេះជាសម្ដីបិញវែងដានមិនចង់ឲ្យម្ដាយអាសង្គមបណ្ឌលោកទុនគុំនិតរកឧបាយកលនិយាយទៀតគ្មានក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូនអាសង្គមបណ្ឌលោកគ្រាន់តែម្ដាយប្រាប់ដូច្នោះភ្លាមក៏ផ្លាស់ទឹកមុខក្រៀមក្រំអង្គុយត្របាមកបោលជង្គង់ដកដង្ហើមខូបាយលែងនឹកទឹកលែងស្រេកចេះតែនឹកមមីហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ដោយកម្លាំងសេចក្តីស្រឡាញ់ខ្លាំងពេកហើយបាយជាមិនបានដូចបំណងនៅវេលាដែលអាសង្គមបាញ់លលោកជួយដេកក៏ចូលទៅទាំងនឹកអាឡ័យទៅជាមកមើលស្រែកច្រៀងទាំងយប់ថាឈុំអើយឈុំឆាត់តាំងពីប្រានធ្វើម្ដិតនឹងបានមកគៀកកើយ
ឲ្យដូចជាពូកនឹងខ្ញើយបើម្លេះទីហើយអស់សង្ឃឹមអាសង្គមបានលលោកទុកជាដឹងថាគេលែងឲ្យហើយដូច្នោះលុះព្រឹកឡើងក៏នៅតែលីស្នានិងស្ពាយបំពង់ព្រួញដើរទៅសម្ដែងភូមិសិទ្ធិរាល់ថ្ងៃឥតខានសោះពួនចាំលបម៉ឺនកូនសិទ្ធិថ្លែងពីបុរសម្នាក់ទៀតជាកូនអ្នកមានសម្បត្តិទាំងរូបឆោមលំពណ៌នោះក៏ស័ក្តិសមទឹកមុខឡើងស្រស់បំព្រឹងជាទីពេញចំណងនៃស្ត្រីភាព បុរសម្នាក់នោះក៏ស្រឡាញ់កូនសិទ្ធិនោះដែរលុះទៅដណ្ដឹងសិទ្ធិក៏មិនព្រមឲ្យបុរសនោះទុកជាដឹងថាគេមិនព្រមឲ្យក៏នៅតែលបមើលកូនសិទ្ធិរាល់ថ្ងៃជួនជាថ្ងៃមួយបុរសនោះក៏ទៅអាសង្គមបាញ់លលោកក៏ទៅហើយមិនជួបគ្នាអាសង្គមបាញ់លលោកសួរថាអ្នកឯងទៅណាបុរសនោះឆ្លើយថាខ្ញុំមកលបមើលកូនសិទ្ធិឆ្លើយហើយសួរថាចុះឯងមកធ្វើអ្វីដែរអាសង្គមបាញ់លលោកថាខ្ញុំក៏មកមើលកូនសិទ្ធិដែរបុរសនោះថាយើរៀងនេះអួតឯងចង់បានកូនសិទ្ធិផងប៉ុន្តែបើរូបខ្ញុំគេនៅតែមិនអោយអាសង្គមបាញ់លលោកថាបងឯងចាំមើលខ្ញុំយកទាល់តែបានជួនជាថ្ងៃនោះសិទ្ធិប្តីប្រពន្ធនាំគ្នាទៅវត្តនៅតែកូនក្រមុំពីរញាក់ចាំផ្ទះអាសង្គមបាញ់លលោកដឹងដូច្នោះហើយកំពុងតែគិតរកឧបាយក៏ជួនជាក្រឡេកទៅឃើញសត្វលលោកមួយទុំនៅចុងឈើមុខផ្ទះសិទ្ធិអាសង្គមបាញ់លលោកបានឱកាសក៏យឺតស្នាបានឮសូរឃ្លឹងបាប់ស្រាប់តាំងលលោកធាក់ជើងទៅតាក់ស្លាប់នៅទីធ្លាមុខផ្ទះសិទ្ធិលំដាប់នោះកូនស្រីសិទ្ធិម្នាក់ចុះទៅដីឃើញលលោកនោះហើយក៏ស្រែកប្រាប់បងថានឹកបងអ្នកណាបាញ់លលោកធ្លាក់មុខនេះថាហើយក៏រើសលលោកទៅអាសង្គមបាញ់លលោកធ្វើដូចជាមិនដឹងដល់គេបោចរួចហើយស្រាប់តែលោឡារកលលោកដែលខ្លួនបាញ់នោះថានរណាលួចលលោកអញទៅណាតែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាននាងក្រមុំទាំងពីរអ្នកឮដូច្នោះក៏ភ័យស្រែកប្រាប់ថាលលោកបងឯងខ្ញុំយកមកនេះហើយអាសង្គមបាញ់លលោកស្ដីគំរាមថាម្ដេចក៏ហ៊ានលួចលលោកឯងត្រូវយកមកឲ្យឯងកូនស្រីសិទ្ធិក៏យកលលោកមកឲ្យអាសង្គមបាញ់លលោកថាទេលលោកអញនៅរោមនៅស្លាប់ឥឡូវនាងឯងយកទៅបោចរោមស្លាប់អស់ហើយក្រែងតែអាំងឲ្យឆ្អិនឲ្យអញយកនាងក្រមុំទាំងពីរក៏យកទៅអាំងឆ្អិនហើយយកមកឲ្យអាសង្គមបាំងលលោកថានរណាស៊ីតែសាច់លលោកក្រែងតែមានស្រាផឹកផង់ទៅស៊ីកើតនាងទាំងពីរញាក់ហាត់តែជាស្រីប្រកបដោយសេចក្តីភ័យច្រើនក៏ទៅយកស្រាមកឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅឯនាងក្រមុំទាំងពីរនាក់គិតគ្នាថាបើយើងបណ្ដោយឲ្យវានៅក្នុងទីនឹងតែឪម៉ែមកវិញឃើញយើងមុខជាមានរឿងគិតហើយមិនដឹងយកទៅណាក៏នាំគ្នាសែងអាសង្គមបាញ់លលោកយកទៅលាក់ក្នុងផ្ទះដល់តែយប់អាសង្គមបាញ់លលោកដឹងខ្លួនក៏ស្រែកថាមូសខំណាស់នាងក្រមុំសិទ្ធិភ័យក្រែងឪម៉ែដឹងក៏នាំគ្នាសែងទៅលាក់ក្រោមក្រែដេករបស់ខ្លួនអាសង្គមបាញ់លលោកស្រែកទៀតថាសង្កួយខំណាស់នាងទាំងពីរញាក់លើកមកឲ្យដេកលើក្រែក្នុងមុងជាមួយគិតថាវាស្រវឹងស្រានឹងធ្វើអ្វីពេលនោះអាសង្គមបាញ់លលោកបានឱកាសក៏តាំងលូកប្រឡែងស្ទាបអង្អែលដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេកជាមួយនឹងនាងក្រមុំទាំងពីរញាក់នោះទៅ